ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាណែនាំឲ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យទៅធ្វើការនៅព្រំដែនពី3ទៅ6ខែឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ណែនាំទៅកាន់ថ្នាក់ដឹកនាំអង្គភាពជំនាញសិក្សាដើម្បីឈានទៅអនុវត្តដោយបញ្ជូនមន្ត្រីនគរបាលល្មើសវិន័យឲ្យទៅធ្វើការរយៈពេល3ទៅ6ខែនៅតាមបណ្ដាអង្គភាពនគរបាលតាមខ្សែបន្ទាត់ព្រំដែនការណែនាំដ៏មើងម៉ាត់នេះបានធ្វើឡើងในឱកាសអញ្ជើញជាសហអធិបតីជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជាក្នុងពិធីបិទវគ្គបំពន់ជំនាញអន្តរាគមន៍រំដោះចំណាប់ខ្មាំងវគ្គបំពន់ជំនាញបង្ការនិងបង្ក្រាបសកម្មភាពចលាចលនិងវគ្គបំពន់ជំនាញបច្ចេកទេសស្រាវជ្រាវសួរចម្លើយនៅសាលានគរបាលជាតិមិត្តភាពកម្ពុជាវៀតណាមស្ថិតក្នុងភូមិទី1ឃុំត្រែងត្រយឹងស្រុកភ្នំស្រួចនៅព្រឹកថ្ងៃទី17ខែមីនាឆ្នាំ2025នេះបើតាមប្រមុខក្រសួងមហាផ្ទៃអង្គភាពជំនាញនិងសម្រាប់បញ្ជូនជំនួសឲ្យការបន្ថយសាកករណីខ្លះបន្ថយទាំងសាកនិងថែមទាំងបញ្ជូនទៅព្រំដែនឯកឧត្តមបានមានប្រសាសន៍នៅក្នុងន័យដើមថាបានធ្វើការស្រួលនៅអង្គភាពមិនខិតខំធ្វើឲ្យល្អទេបែរជាទៅបង្កើតរឿងល្មើសវិន័យដូច្នេះមានតែទៅព្រំដែនដើម្បីដឹងថាកងកម្លាំងនៅទីនោះគាត់លំបាកកម្រិតណាមកវិញកែប្រែខ្លួនហើយខិតខំធ្វើការឲ្យបានល្អពីវេទិកាអធិបតីនោះដែរឯកឧត្តមអភិសន្តិបណ្ឌិតសសុខាក៏បានផ្ដល់ដំបូន្មាននិងណែនាំដល់សិក្ខាកាមនិងសិស្សនគរបាលជាតិមិត្តភាពកម្ពុជាវៀតណាមក៏បីយកចំណេះដឹងជំនាញដែលខ្លួនមានទៅអនុវត្តឲ្យបានល្អនិងយកនៅអ្វីដែលទទួលបានពីការអប់រំទូទៅផ្សំគ្នាជាមួយជំនាញស្នូលបំពេញការងារប្រកបដោយវិជ្ជាជីវៈជាអ្នកផ្ដល់ភាពកក់ក្ដៅនិងជាទីពឹងពំនាក់របស់ប្រជាពលរដ្ឋដើម្បីរួមសហការសម្រេចឲ្យបាននៅគោលបំណងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាในឱកាសនោះឯកឧត្តមអភិសន្តិបណ្ឌិតសសុខាបានផ្ដល់អនុសាសន៍គន្លឹះជាច្រើនទៀតរួមទាំងការផ្ដល់ការឧបត្ថម្ភគាំទ្រដល់សាលានគរបាលជាតិមិត្តភាពកម្ពុជាវៀតណាមនៅរថយន្តប្រព័ន្ធចម្រោះទឹកស្អាតនិងកុំព្យូទ័រមួយចំនួនផងដែរ